ជញ្ញេសួរតោះមកលេងវិសាទនេះពាន់ទាំងអស់គ្នាបងសុំនាងស្រឡាញ់តាថាមិនវិញស្រឡាញ់ឬទេមុនមកលេងប្រាសាទនាគពាន់សូមកូពីស្ទាយកង់មួយសិតប្រាសាទនាគពាន់ជាប្រាសាទមួយល្បីនៅក្នុងចំណោមប្រាសាទផ្សេងទៀតស្ថិតនៅក្នុងខេត្តសៀមរាបភាពល្បីល្បាញរបស់ប្រាសាទមិនមែនស្ថិតនៅលើទំហំនិងសម្រស់របស់ប្រាសាទទេគឺស្ថិតនៅលើទេសភាពដ៏ស្រស់ស្អាតនៅជុំវិញប្រាសាទនិងជំនឿយ៉ាងអាថ៌កំបាំងរបស់ប្រជាជននៅខេត្តសៀមរាបទឹកបឹងស្រស់ស្អាតធំធេងមានសុទ្ធតែកូនត្រីសម្រាប់កូនក្មេងដូចខ្ញុំវិញគ្មានអ្វីក្រៅពីចាប់ត្រីទេខុសពីយាយតាដែលមកលេងនៅទីនេះគឺមានគោលបំណងផ្សេងឲ្យតែមកលេងនៅទីនេះដឹងតែគាត់សវ៉ាតដងទឹកលុបមុខហើយវាគឺជាភាពសម្បូរបែបនៃវប្បធម៌ខ្មែរត្បិតទីនេះធ្លាប់ជាមន្ទីរពេទ្យនៅសម័យបុរាណទៅចាស់ជឿថាទឹកនៅជុំវិញប្រាសាទនឹងអាចព្យាបាលជំងឺបានរឿងដែលចម្លែកបំផុតរបស់ប្រាសាទគឺពេលដែលអ្នកស្រុកខ្វះទឹកភ្លៀងអភូតហេតុតែងតែកើតក្រោយពីការសុំទឹកភ្លៀងជាក់ស្ដែងដោយក្នុងរូបភាពនេះជំនឿក្នុងវប្បធម៌ចម្រុះគឺជារឿងដ៏អស្ចារ្យនៅក្នុងវប្បធម៌ខ្មែរបង្ហាញអំពីការសាមគ្គីភាពទោះជាអ្នកកាន់សាសនាអ្វីខ្មែរនៅតែចុះសម្រុងនិងអាចសាមគ្គីគ្នាបានក្រៅពីប្រាសាទយើងអាចជិះតោងលើដើមឈើបានសបាយសម្រាប់កូនក្មេងនិងមនុស្សចាស់សូមអមពូមីងកុំភ្លេចមកទស្សនាប្រាសាទនាគពាន់ទាំងអស់គ្នាមកទស្សនាប្រាសាទមានន័យថាថែរក្សាប្រាសាទទុកប្រាសាទចោលមានន័យថាបោះបង់ប្រាសាទជម្រាបលា